នេះគឺជាកាមេរ៉ា This guy yes ហ្នឹងអរគ្នាខ្ញុំបាន set up កាមេរ៉ា Sony E10 ខ្ញុំតាមអីដែលខ្ញុំចង់បានហើយថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូតាក់ទងជាមួយនឹងការ update ទៅលើកាមេរ៉ា Sony E10 របស់ខ្ញុំដែលខ្ញុំមានក្តីសម័យមួយថាខ្ញុំចង់បានកាមេរ៉ាទូចមួយបែបថតវីដេអូ cinematic បែបថតរូប yes ឥឡូវខ្ញុំបានសម្រេចបំណងបានហើយអ្នកនរគ្នា This guy yes ក៏ទៅវាចូលមួយឆ្នាំហើយដែលខ្ញុំបានសំលុយបន្តិចម្ដងពីការងារ full time របស់ខ្ញុំខ្លះទៅហើយលុយមួយចំនួនទៀតបានពីការងារ freelance ដែរក៏ខ្ញុំបានសំលុយខ្លះធ្វើការ set up កាមេរ៉ានៅក្នុងក្តីសម័យរបស់ខ្ញុំនេះគឺជាកាមេរ៉ាអូខេអ្នកនរគ្នានេះគឺជាកាមេរ៉ា Sony E10 របស់ខ្ញុំអញ្ចឹងខ្ញុំមកចង់ update បន្តិចតាក់ទងមួយកាមេរ៉ានេះពីមុនទៅខ្ញុំមានតែកាមេរ៉ាជាមួយនឹង lens ឥឡូវខ្ញុំបានធ្វើការ upgrade វាតាក់ទងជាមួយនឹង top handle តាក់ទងជាមួយនឹង side handle តាក់ទងជាមួយនឹងថ្ម battery ខាងក្រោយសារតែលក្ខណៈ low budget ខ្ញុំទិញថ្មប្រភេទចេះហើយប្រើជាមួយនឹងថ្ម monitor អានេះគឺជា monitor របស់ខ្ញុំតែ HDMI ជាមួយនឹងដងចាប់ monitor yes look cool ចឹងក៏មានខ្សែ D-tab ដែរតែវាបន្តោកទៅជាមួយនឹង monitor របស់យើងចឹងយើងមិនបាច់ប្រើថ្មទេយើង direct ជាមួយនឹងថ្មខាងក្រោយនេះតែម្ដងចឹងបើអ្នកនរគ្នាមានចង្អុលតាក់ទងជាមួយនឹងកាមេរ៉ានេះអ្នកនរគ្នាអាច comment សាកសួរខ្ញុំបាននៅក្នុងវីដេអូមួយនេះបាយ